បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺថាមកមើលស្រែបងប្អូនណាបាទគឺថាស្រែនេះគឺថាទឹកច្រើនមែនទែនបងប្អូនអើយបាទនៅក្នុងឆ្នាំ2025នេះគឺបងប្អូនប្រជាកសិករគាត់ធ្វើស្រែច្រើនបាទធ្វើស្រែច្រើនគឺថាខុសច្រើនមែនទែនជាពិសេសគឺបាទសម្បូរទឹក ពីព្រោះថាបាទជារៀងរាល់ឆ្នាំគឺខ្ទង់ប្រហែលជាខែបាទខែ4ឬក៏ខែ5អីមិនសូវជាសម្បូរទឹកទេបាទប៉ុន្តែដោយឡែកគឺសម្រាប់ឆ្នាំបាទ2025នេះបាទគឺភ្លៀងតាំងពីខែ4ខែ5មកគឺថាភ្លៀងរហូតតែម្ដងបាទគឺមកទល់នឹងខែ6នេះក៏នៅតែភ្លៀងដែរបាទគឺថាភ្លៀងច្រើនមែនទែនហើយនៅតាមតំបន់មួយចំនួនហ្នឹងក៏មិនសូវជាមានទឹកប៉ុន្តែតំបន់ភាគច្រើនហ្នឹងគឺពោរពេញទៅដោយទឹកភ្លៀងបាទទឹកភ្លៀងទឹកជន់បាទហើយស្រែខ្ញុំបាននេះគឺជាប្រភេទគេហៅថាស្រូវនាងខុនបងប្អូនណាបាទស្រូវនាងខុនបាទនាងខុនស្រាលក៏ដូចជានាងខុនបាទនាងខុនធ្ងន់ហើយតាមពិតទៅខ្ញុំបើសិនជាយើងព្រោះក្នុងខែ5អីបាទព្រោះក្នុងខែ5គឺអាចនឹងត្រូវវាអត់ខូចទេបាទប៉ុន្តែដោយឡែកគឺស្រែរបស់ខ្ញុំនេះគឺបានព្រោះនៅក្នុងខែ6បាទនៅក្នុងខែ6ទៅវាបាទធ្វើឲ្យខូចច្រើនមែនទែនបងប្អូនបាទខូចច្រើនមែនទែនដោយសារតែភ្លៀងផ្ទួនពេកទៅគឺបាទលិចបាទស្រូវបាទលិចស្រូវវាអត់ដុះណាបាទឥឡូវខ្ញុំកំពុងតែបាទយកមែកឈើនេះបាទយកបាទមែកដើមបាទស្ដៅបាទដើមស្ដៅដើម្បីយកទៅបាទដោតកុំឲ្យវារលោកណាបាទកុំឲ្យវារលោកដើម្បីឲ្យបានស្រូវនឹងបានដុះខ្លះបាទដល់ចិត្តតែឆ្នៃទៅបងប្អូនណាបាទប៉ុន្តែមិនដឹងថាបានឬក៏អត់ទេបាទប៉ុន្តែបើសិនជាវិធីល្អបាទអាហ្នឹងយើងអាចបូមទឹកចេញបាទបងប្អូនបាទបូមទឹកចេញទៅអាហ្នឹងអាចធានាដុះស្រូវហ្នឹង100%បាទប៉ុន្តែបើសិនបើទុកទឹកអញ្ចឹងគឺមិនសង្ឃឹមទេបងប្អូនអើយបាទប៉ុន្តែគ្រាន់តែបាទដើរដោតបាទលេងទៅឲ្យលោកបានខ្លះឲ្យខ្លះបាទគឺថាជារៀងរាល់ឆ្នាំបាទជារៀងរាល់ឆ្នាំខ្ញុំបាទព្រោះស្រូវមិនដែលជាខុសទេបងប្អូនបាទជារៀងរាល់ឆ្នាំហ្នឹងគឺខ្ញុំបាទតែងតែព្រោះស្រូវបាទនៅគេហៅថាស្រូវអត់ត្រាំណាបាទយើងព្រោះស្រួយបាទព្រោះស្រួយព្រោះគេហៅថាព្រោះរងចាំទឹកភ្លៀងបាទយើងព្រោះរងចាំទឹកភ្លៀងបាទប៉ុន្តែដោយឡែកសម្រាប់ឆ្នាំបាទ2025នេះគឺខ្ញុំបាទអត់បាននៅផ្ទះទេបាទអត់បាននៅផ្ទះក៏ចប់បំពេញការងារអីផ្សេងចឹងទៅបាទក៏ពឹងឲ្យគ្រួសារក៏នៅផ្ទះបាទក៏នៅផ្ទះហើយគាត់មើលស្រែមើលអីទៅថាបាទគេភ្ជួរនៅពេលណាគេព្រោះនៅពេលណាយើងធ្វើជាមួយគេដែរចឹងណាបាទប៉ុន្តែដោយសារតែគ្រួសារខ្ញុំបាទគាត់អត់បានមើលដិតដល់ទៅតងស្រែចម្ការចឹងទៅបាទក៏ព្រោះទៅយឺតយ៉ាវបាទព្រោះយឺតយ៉ាវហើយព្រោះនៅក្នុងខែ6គឺជាពិសេសគឺមានភ្លៀងធ្លាក់ច្រើនមែនទែនបងប្អូនកាលពីឆ្នាំ2024ក្នុងខែ6ហ្នឹងមិនសូវជាមានភ្លៀងច្រើនប្រមាណទេបាទភ្លៀងល្មមទេប៉ុន្តែដែលឡែកសម្រាប់ឆ្នាំ2025នេះគឺភ្លៀងច្រើនមែនទែនហើយមើលទឹកបបោតែម្ដងបងប្អូនកន្លែងខ្លះទៅគឺស្ទើរតែត្រឹមជង្គង់ទៅហើយមិនសង្ឃឹមដែរបងប្អូនបាទមិនសង្ឃឹមដែរប៉ុន្តែដោយសារតែព្រោះបាន2ថ្ងៃបាទព្រោះបាន2ថ្ងៃនៅក្នុងខែ6ហ្នឹងខ្ញុំបាទដើរដោតបាទដើរដោតស្លឹកឈើនេះសិនគឺយើងការពារកុំឲ្យគេហៅថាកាត់បន្ថយនៅរលកធំណាបាទបើសិនបើស្រូវវាដុះអីមកចឹងទៅកុំឲ្យវារលកទៅវាបើវាដួលស្រូវរបស់យើងបើវាបាក់ស្រូវឬក៏វាសណ្ដកស្រូវចេញបាទចឹងទៅយើងដោតដើម្បីការពារដើម្បីគេហៅថាជំនួយបណ្ដោះអាសន្នបាទបើសិនបើស្រូវនឹងដុះមកអាចបាទដើមឈើនឹងវាជួយទប់ខ្យល់ទប់រលកកុំឲ្យបាទរលកនឹងរលកធំពេកវាប៉ើងស្រូវយើងចេញអញ្ចឹងណាបាទប៉ុន្តែវិធីដែលល្អនេះបាទមានតែបូមទេបងប្អូនបាទបើសិនបើយើងចង់បានស្រូវដុះពេញល្អគឺយើងបូមទឹកចេញបាទបូមទឹកចេញទៅគឺបាទយើងអាចបានស្រូវនឹងដុះហើយ
បាទឬក៏យើងអាចព្រោះរងចាំទឹកភ្លៀងបាទយើងព្រោះរងចាំទឹកភ្លៀងយើងព្រោះគោកបាទព្រោះគោកព្រោះអត់មានទឹកទៅបាទនៅពេលដែលទឹកភ្លៀងមកគឺស្រូវរបស់យើងដុះតែម្ដងបាទហើយប៉ុន្តែឆ្នាំនេះគឺបាទបងប្អូនវិជាកសិករគឺគាត់ធ្វើស្រែទៅគឺខុសច្រើនបាទគឺខុសច្រើនមែនទែនហើយស្រែមួយចំនួនគឺថាលិចទឹកច្រើនមែនទែនបងប្អូនប៉ុន្តែបើសិនជាស្រែរបស់គាត់នឹងរៀងទំនាបអីអាហ្នឹងគាត់អាចបូមចេញឬក៏បើសិនជារៀងទួលគាត់អាចបហូរទឹកចេញបាទប៉ុន្តែដោយសារតែស្រែខ្ញុំបាននេះក៏រៀងទំនាបខ្លាំងដែរបងប្អូនបាទទំនាបខុសពីស្រែគេផ្សេងហើយក៏វានៅឆ្ងាយអំពីទីតាំងដែលយើងត្រូវបូមបាទយើងពិបាកក្នុងការបូមណាបាទពិបាកក្នុងការបូមអញ្ចឹងទៅក៏យើងចេះតែទុកសិនទៅជាមើលបើសិនជាបាទអំឡុងពេល4-5ថ្ងៃបើសិនជាស្រូវនឹងអត់បានដុះមកលើទេអញ្ចឹងទេមានតែវិធីបូមទឹកចេញទេបាទបូមទឹកចេញពីស្រែនោះទៅគឺយើងមានតែព្រុសម្ដងទៀតបាទព្រុសម្ដងទៀតអញ្ចឹងយើងចំណាយពូជបាទម្ដងទៀតបាទខាតច្រើនមែនទែនបងប្អូនបាទធ្វើម៉េចបាទបាទទឹកវាភ្លៀងមកច្រើនបន្តគ្នាបាទអញ្ចឹងទៅក៏ធ្វើឲ្យបាទស្រែរបស់យើងនឹងគឺសម្បូរទឹកតែម្ដងបាទហើយជីវិតអ្នកស្រុកស្រែចម្ការមានតែប៉ុណ្្នឹងឯងបងប្អូនណាបើថាមិនស្រួលទេបងប្អូនមានតែតស៊ូ